ខ្ញុំបានសុខចិត្តពីបញ្ជាក់ម្ដងដាគណនីនិងហេដ្ឋារចនាសម្ព័ន្ធ AFT Center ក្នុងខណៈនេះអ្នកគ្រូសូមចែករំលែកអំពីចំណាយលំហាត់ទី3នេះគឺកត្តាផ្សេងទៀតលំហាត់ទី1និងលំហាត់ទី2ខាងលើក្រុមហ៊ុនដានីបានធ្វើការចំណាយសាច់ប្រាក់របស់ខ្លួនចំនួន$3,000សម្រាប់ប្រាក់ខែបុគ្គលិករបស់ខ្លួននៅថ្ងៃទី31ខែធ្នូឆ្នាំ2024ចូលកត្តាប្រតិបត្តិការខាងលើថាក្រុមហ៊ុនដានីនេះអត់មានបានបង់ពន្ធជូនរដ្ឋឬក៏អីទេអត់ត្រូវបង់ពន្ធជូនរដ្ឋហើយគេទូទាត់ជាខែទៀតអញ្ចឹងថ្ងៃទី31ខែ12 2024 salary expense ជាគណនីចំណាយនេះឡើងនៅខាង debit ចំនួន$3,000ហើយគាត់បានទូទាត់បើកប្រាក់ខែជូនបុគ្គលិកជាសាច់ប្រាក់ចំនួន$3,000អញ្ចឹង current asset ជាសាច់ប្រាក់ហ្នឹងថយចុះនៅខាង credit នៅថ្ងៃទី31ខែធ្នូឆ្នាំ2024ដដែលនេះផងដែរដែលត្រូវជាឆ្នាំសាលអំពើពន្ធក្រុមហ៊ុនដានីបានធ្វើការជំរះផ្ទេរគណនីចំណាយរបស់ខ្លួនដើម្បីទទួលបានសមតុល្យចុងក្រោយនិងដើម្បីយោងទៅឆ្នាំបន្ទាប់ហើយគណនីចំណាយលើប្រាក់បៀវត្សនេះត្រូវបានជំរះផ្ទេរបិទចំនួន$3,000ចូលកត់ត្រាប្រតិបត្តិការខាងលើហៅថាបិទបញ្ជីចំណាយនិងចំណូលដើម្បីឲ្យដឹងអំពីប្រាក់ចំណេញទី31ខែ12 2024ប្រើ income summary income summary ជាគណនីប្រើសម្រាប់ជំនះផ្ទេរគណនីណាដែលកើនឡើងខាង debit ឲ្យនៅខាង credit វិញនិងផ្ទេរគណនីពីខាង credit ឲ្យទៅខាង debit វិញ income ជាទូទៅវាកើនឡើងខាង credit អញ្ចឹងបិទផ្ទេរវាវិញនៅខាង debit $3,000មក31ខែ12 2024នេះ salary expense ជាគណនីចំណាយវាថយចុះពេលជំរះផ្ទេរបិទបញ្ជីដូច្នេះត្រូវចុះនៅខាង credit ដូចនេះ salary expense វាកើនឡើងខាង debit ហើយវាថយចុះវិញនៅខាង credit ខាងប្រតិបត្តិការខាងលើនេះវាកើនឡើងនៅខាង debit នៅពេលដែលយើងបិទផ្ទេរជំរះវាវិញគឺវាថយនៅខាង credit វិញចំនួន$3,000លទ្ធផលនៅថ្ងៃទី31ខែ12 2024 salary expense ចាប់ផ្ដើម beginning balance ហ្នឹងគឺ$3,000ដល់ពេលយើងផ្ទេរបិទគណនី31ខែ12 2024 salary expense decrease នេះបិទផ្ទេរគណនីចំនួន$3,000នៅពេលដែលវាបិទហើយ salary expense ending balance គឺស្មើ0បងប្អូនទាំងអស់គ្នាចង់តំណែងចុះឈ្មោះចូលរៀននៅបញ្ចាំដុំដាគណនីនិងហេដ្ឋារចនាសម្ព័ន្ធ AFT Center ឬតាមរយៈ Facebook page AFT Center ឬក៏ website aft.center.com